នៅពេលនេះកីឡាករគុនខ្មែររបស់យើងទាំង7រូបបានធ្វើដំណើរទៅដល់ទឹកដីនាប្រទេសវៀតណាមហើយបងប្អូនដែលឡែកនៅរងចាំតែថ្ងៃប្រកួតឈានចូលមកដល់តែប៉ុណ្ណោះត្រៀមបងប្អូនកុំភ្លេចណាចូលរួមទស្សនាទាំងអស់គ្នាសម្រាប់ការដែលរៀបចំនៅមហាព្រឹត្តិការណ៍ដ៏កក្រើកនិងធំសម្បើមមួយពីខាងស្ថានីយ៍ទូរទស្សន៍ប៉ូលេ5ដែលបានសហការជាមួយនឹងភេសជ្ជៈពើកម្លាំង Work នោះគឺមហាព្រឹត្តិការណ៍ការប្រកួតគុនខ្មែរជាមួយនឹងខាងវៀតណាមកម្មវិធីគុនខ្មែរ X វៀតណាមការបរិច្ឆេទថ្ងៃ24ខែឧសភាឆ្នាំ2025ចាប់ពីម៉ោង6ល្ងាចតទៅអញ្ចឹងទីតាំងគឺនៅទីក្រុងហូជីមិញប្រទេសវៀតណាមហើយទន្ទឹមនឹងនេះផងដែរសម្រាប់ការដែលយើងលេងនេះគឺរៀបឈុតធំជាមួយនឹងខាងវៀតណាមតែម្ដងបងប្អូនដែលមានបេក្ខភាពនៃកីឡាករនីគុនខ្មែររបស់យើងសរុបរហូតដល់ទៅ7រូបឯណោះហើយត្រូវប៉ះជាមួយនឹងកីឡាករម្ចាស់ផ្ទះវៀតណាម7រូបដូចគ្នាហើយទន្ទឹមនឹងនេះក៏មានការដែលលេងខ្សែក្រវ៉ាត់3គូផងដែរហើយយ៉ាងណាចំពោះបេក្ខភាពនៃកីឡាករនីក៏ដូចជាគណៈប្រតិភូមិដឹកនាំកីឡាករបានទៅដល់ទឹកដីនៃប្រទេសវៀតណាមហើយដោយឡែកនៅរងចាំតែថ្ងៃថ្លឹងគីឡូនិងថ្ងៃប្រកួតឈានចូលមកដល់តែប៉ុណ្ណោះជាមួយគ្នានេះផងដែរយើងបកទៅកាន់ទៅជាមួយនឹងបេក្ខភាពនៃការប្រកួតវិញបងប្អូនដោយទី1កីឡាករសុវត្ថិសុភាពដែលត្រូវប៉ាជាមួយនឹងកីឡាករតាដឺសូការប្រកួតក្នុងប្រភេទទម្ងន់60គីឡូក្រាមក្រោមច្បាប់នៃលក្ខខណ្ឌគុនខ្មែរចាំមើលថាសុវត្ថិសុភាពគុនខ្មែររបស់យើងគាត់នឹងធ្វើបានល្អដល់កម្រិតណាចំពោះគូទី2គឺកីឡាករខុនសូម៉ាលីត្រូវលេងក្រោមច្បាប់នៃលក្ខខណ្ឌ Kickboxing ប៉ះជាមួយនឹងកីឡាករវ៉ាងវ៉ាន់តាន់ការប្រកួតក្នុងប្រភេទទម្ងន់57គីឡូក្រាមចាំមើលថាការលេងបែប Kickboxing ខុនសូម៉ាលីគាត់នឹងអាចយកឈ្នះកីឡាករវៀតណាមវ៉ាងវ៉ាន់តាន់បានដែរឬក៏អត់ហើយចំពោះគូទី3បងប្អូនគឺជាគូប្រកួតដែលដើមខ្សែក្រវ៉ាត់ក្រោមច្បាប់នៃលក្ខខណ្ឌគុនខ្មែររបស់យើងនោះគឺមឿនសុកហុចអញ្ចឹងមឿនសុកហុចត្រូវប៉ះជាមួយនឹងកីឡាករផាមវរៈសឹងលឹមការប្រកួតក្នុងប្រភេទទម្ងន់65គីឡូក្រាមក្រោមច្បាប់នៃលក្ខខណ្ឌគុនខ្មែរចាំមើលថាតើមឿនសុកហុចអាចយកខ្សែក្រវ៉ាត់បានដែរឬក៏យ៉ាងណាគណៈវៀតណាមក៏គេដាក់មកអ្នកខ្លាំងដូចគ្នាបងប្អូនហើយសម្រាប់មួយគូទៀតបងប្អូនដែលជាគូដណ្ដើមខ្សែក្រវ៉ាត់ផងដែរនោះគឺកីឡាករនីទូច័ន្ទវតីប៉ះជាមួយនឹងកីឡាករនីវៀតណាមងវៀនធីងនងានការប្រកួតក្នុងប្រភេទទម្ងន់54គីឡូក្រាមចាំមើលថាវតីនឹងមានអ្វីដែលថ្មីនឹងមានអ្វីដែលប្លែកក្នុងការដែលឲ្យកីឡាករនីវៀតណាមបានស្គាល់អំពីក្បាច់សម្លាប់របស់គុនខ្មែរយើងហើយចំពោះមួយគូទៀតគូមិត្តភាពអន្តរជាតិព្រំសំណាងជាងកាត់សក់ដៃឯកបងប្អូនអញ្ចឹងត្រូវប៉ះជាមួយនឹងកីឡាករវៀតណាមហ្វាមតិនវ៉ាងការប្រកួតក្នុងប្រភេទទម្ងន់81គីឡូក្រាមក្រោមច្បាប់នៃលក្ខខណ្ឌគុនខ្មែររបស់យើងជំរឿថាពូណាងនឹងអាចធ្វើឲ្យកីឡាករវៀតណាមហ្វាមតិនវ៉ាងរូបនេះតានតឹងយ៉ាងណាដែរអញ្ចឹងមានតែការដោះស្រាយគ្នាជាក់ស្ដែងនៅលើសង្វៀនតែប៉ុណ្ណោះហើយចំពោះមួយគូទៀតដែលជាគូទី6នោះគឺបើសង្ឃឹមអ្នកលេងចិត្តសាស្ត្រត្រូវប៉ះជាមួយនឹងកីឡាករវៀតណាមលឿងផាញ់ហ្វុកការប្រកួតក្រោមច្បាប់នៃលក្ខខណ្ឌគុនខ្មែរក្នុងប្រភេទទម្ងន់60គីឡូក្រាមអញ្ចឹងចាំមើលថាតើបើសង្ឃឹមអ្នកលេងចិត្តសាស្ត្រគុនខ្មែរនឹងមានអ្វីដែលថ្មីនឹងមានអ្វីដែលប្លែកក្នុងការដែលឲ្យកីឡាករលំដាប់ជើងខ្លាំងរបស់វៀតណាមរូបនេះបានស្គាល់នៅថ្វីដៃក៏ដូចជាផ្លែសម្រាប់ក្បាច់គុនខ្មែររបស់យើងហើយសម្រាប់គូចុងក្រោយគូទី7ហើយក៏ជាការដែលប្រកួតដណ្ដើមខ្សែក្រវ៉ាត់ផងដែរនោះគឺវងណយបងប្អូនកូននៀកខេត្តបៃលិនត្រូវប៉ះជាមួយនឹងកីឡាករលឿងវ៉ាន់ដេតការប្រកួតក្រោមច្បាប់នៃលក្ខខណ្ឌគុនខ្មែរក្នុងប្រភេទទម្ងន់73គីឡូក្រាមចាំមើលថាតើវងណយកូននៀកគុនខ្មែររបស់យើងនឹងអាចយកខ្សែក្រវ៉ាត់មកពីប្រទេសវៀតណាមបានដែរឬក៏យ៉ាងណាគណៈការប្រកួតគឺក្រោមច្បាប់នៃលក្ខខណ្ឌគុនខ្មែររបស់យើងអញ្ចឹងអ្វីគឺមានតែការដែលដោះស្រាយគ្នាជាក់ស្ដែងនៅលើសង្វៀនតែប៉ុណ្ណោះ
នាថ្ងៃទី24ខែឧសភាឆ្នាំ2025នៅនឹងទីក្រុងហូជីមិញប្រទេសវៀតណាមបងប្អូនកុំភ្លេចចូលរួមទស្សនាតាមរយៈការ live ផ្ទាល់នៅលើបណ្ដាញគណនីសង្គមមាន Facebook page របស់ភេសជ្ជៈពើកម្លាំង Work និង TV5 Cambodia ហើយយ៉ាងណាមិញក៏មាន page admin ជាច្រើនទៀតដើម្បីធ្វើការដែរ share ចែករំលែកផងដែរអញ្ចឹងវត្តមាននៃការដែលចូលរួមរបស់បងប្អូននៅលើបណ្ដាញគណនីសង្គមជាផ្នែកមួយយ៉ាងធំធេងក្នុងការដែលជំរុញលើកទឹកចិត្តទៅដល់អ្នករៀបចំកម្មវិធីម្ចាស់ sponsor ក៏ដូចជាកីឡាកររបស់យើងគាត់មានកម្លាំងចិត្តនៅក្នុងការដែរប្រកួតផងដែរអញ្ចឹងមិនថាកីឡាកររបស់យើងទៅដល់ទីណាទៅដល់កន្លែងណាឲ្យតែមានមហាជន fan គាត់ចង់តាមដានទស្សនាគាត់ចង់ចូលរួមនោះព្រឹត្តិការណ៍ធំជាបន្តបន្ទាប់ទៀតនឹងកើតមានឡើងក្នុងន័យមួយផ្សព្វផ្សាយគុណខ្មែររបស់យើងឲ្យកាន់តែទូលំទូលាយទៅកាន់ឆាកអន្តរជាតិដូច្នេះចំពោះ admin ក៏មានតែប៉ុណ្ណឹងហើយជាចុងក្រោយជូនពរដល់កីឡាករគុណខ្មែររបស់យើងទាំង7រូបមានវងណយមានបឺតសង្ឃឹមព្រំសំណាងទូច័ន្ទវតីមឿនសុខហួចខនសម៉ាលីនិងសុវត្ថិសុភាពឲ្យទទួលបាននៅជ័យជំនះគ្រប់គ្នាសម្រាប់ការប្រកួតដែលធ្វើឡើងនៅថ្ងៃទី24ឧសភាឆ្នាំ2025ចាប់ពីម៉ោង6ល្ងាចតទៅហើយបងប្អូនក៏អាចចូលរួម comment បញ្ចេញជាមតិយោបល់ជាចុងក្រោយសូមជម្រាបលា